គ្រូខ្ញុំមានលុយ100ឡាស្ដើងចង់ទិញ tablet ឲ្យសង្សារចាស់ខ្ញុំអូយកធ្វើអីខ្លះទុកលេងហ្គេមមើលវីដេអូហើយឆាតមួយខ្ញុំគ្រូអូសង្សារអាយុប៉ុន្មានអាយុ32ឆ្នាំ8ខែ9ថ្ងៃអីក៏ជប់បានមិនឯងមានសមុទ្រកណ្ដាលសង្សារអីមែនអត់មានហ្នឹងគ្រូខ្ញុំមិនឯងដឹងចាស់ថាទៅហើយសង្សារអីក៏អាយុច្រើនមែនចុះសង្សារចាស់មិនសង្សារក្មេងទេណាមាននេះអាហ្នឹងតម្លៃតែ$129ទេត្រូវជាមួយនឹងការរៀនត្រូវជាមួយនឹងលេងហ្គេមហើយទុកឆាតមួយឯងហ្នឹងត្រូវតែម្ដងអេក្រង់ក៏ធំដែរតែចង់បានអាណាពណ៌ខ្ជូតខ្ជូតទៅគ្រូមានពណ៌ទឹកក្រូចមានពណ៌ខ្មៅហើយនឹងពណ៌បៃតងហើយខ្ជូតចង់បានពណ៌ទឹកក្រូចនេះ Black View Zeno ជំនាន់ទី1តម្លៃ$129ហើយ storage 256ទុកមើលវីដេអូដាក់បទចម្រៀងអីត្រូវហ្មងសង្សារឯងហ្នឹងអីចឹងខ្ញុំទៅទិញហើយគ្រូអេអត់ទេហើយមើលវីដេអូសិនឲ្យដឹងថាវាម៉េចតម្លៃប៉ុណ្ណឹងវាត្រូវជាមួយគោលបំណងហើយប្រើអត់កុំឲ្យចេះនឹកឃើញប្រាប់ទិញឯងទិញអត់ត្រូវថាអត់ល្អទេហើយធ្វើម៉េចបានដឹងចុះហ៎ធ្វើម៉េចបានមើលវីដេអូហ្នឹងទៅនេះអូនេះគេហ៎ tablet តម្លៃ$129តែយើងអាចយកវាមកប្រើទៅលើមុខងារអីបានខ្លះនេះគឺ Black View Zeno ជំនាន់ទី1ចំណុចដែលគួរចាប់អារម្មណ៍សម្រាប់ tablet នេះគឺដោយសារវាមានតម្លៃធូរហើយវាផ្ដល់លក្ខណៈពិសេសច្រើនដែលត្រូវជាមួយនឹងគោលដៅប្រើប្រាស់នឹងតែម្ដង tablet នេះធ្វើបិទតែវាមានតម្លៃធូរត្រឹម$129មែនក៏ប៉ុន្តែវាគ្រប់គ្រងជាមួយនឹងការប្រើ SIM 4G បានដូចគ្នាដែរហើយប្រើបាន SIM ដល់ទៅ2ឯណោះប៉ុន្តែចំពោះកន្លែងចំណុច SIM នេះទៀតគឺយើងត្រូវដឹងដែរ SIM 2បើសិនជាយើងដាក់ SIM ម្ដង2ប៉ុន្តែបើសិនជាយើងប្រើ memory card បន្ថែមវាអាចគ្រប់គ្រង memory រហូតដល់ 2TB ប៉ុន្តែនៅពេលដែលយើងប្រើ memory card បន្ថែមបែបនោះគឺយើងអាចដាក់ SIM បានតែមួយទេព្រោះដោយសារ slot ក្នុងនោះគឺវាមានតែ2ដាក់ SIM 2ឬក៏ SIM 1 memory card slot 1អាហ្នឹងតម្រូវទៅលើការប្រើប្រាស់របស់យើងណាមានកម្លាំងថ្មរហូតដល់6000 mAh ហើយគ្រប់គ្រងជាមួយនឹងកម្លាំងសាក10វ៉ាត់ចំពោះទំហំថ្មប៉ុណ្ណេះហើយអេក្រង់8អ៊ីងអាចបើក website ក្នុងរយៈពេល10ម៉ោង11ម៉ោងដែលយើងសាកពេញម្ដងហើយសម្រាប់ការប្រើប្រាស់ទូទៅដែលយើងប្រើលាយគ្នាដូចជាពេលខ្លះយើងបើកពេលខ្លះយើងបិទពេលខ្លះយើងមើលវីដេអូពេលខ្លះយើងវាយឯកសារហ្នឹងគឺវាអាចរត់បានក្នុងរយៈពេល17ម៉ោង20ម៉ោងឯណោះអញ្ចឹងមានន័យថាសាកម្ដងគឺសម្រាប់ការប្រើប្រាស់មួយថ្ងៃហ្នឹងវាមិនមែនជាបញ្ហាអីទេដោយសារវាដំណើរការជាមួយនឹង Android ជំនាន់ទី15អញ្ចឹងវាអាចគ្រប់គ្រងជាមួយនឹង app ផ្សេងទៀតដែលយើងអាច download ចេញពី Play Store បានអញ្ចឹងមិនថាជា app ទូទៅដូចជា Facebook Telegram Messenger ឬក៏ TikTok ឬក៏ app ផ្សេងទៀតដូចជា Meta Business Suite អីក៏យើងអាច download បានដើម្បីដំណើរការនៅក្នុង tablet នេះដែរយើងត្រូវដឹងថាដោយសារ tablet នេះគឺធ្វើឡើងដើម្បីតម្រូវជាមួយនឹងកម្រិតថវិកាទាបហើយអាចដំណើរការបានយូរម៉ោងអញ្ចឹង processor របស់វាគឺដំណើរការជាមួយនឹង Uni SoC Tiger T615 processor នេះគឺជាប្រភេទ entry level អញ្ចឹងបើសិនជាយើង download app ហើយជាមួយនឹងប្រើប្រាស់ game បែប 2D វាមិនជាបញ្ហាទេប៉ុន្តែវាមិនស័ក្តិសមជាមួយនឹងការដំណើរការទៅលើ game ធំឬក៏ជាប្រភេទ AAA game បាននោះទេព្រោះដោយសារវាមិនតម្រូវជាមួយនឹងការប្រើប្រាស់បែបនោះប៉ុន្តែបើសម្រាប់ការលេង game តិចតួចប្រភេទ 2D ឧទាហរណ៍ជា Angry Bird អញ្ចឹងណាអា game បែបហ្នឹងគឺវាមិនជាបញ្ហាទេហើយជាមួយនឹងកម្មវិធីទូទៅដូចជា Zoom Call Facebook Messenger Telegram ឬក៏ Facebook Page ហ្នឹងគឺអាចបើកបានដោយរលូននេះគឺជាចំណុចមួយដែលយើងត្រូវដឹងនៅពេលដែលយើងប្រើប្រាស់ tablet ដែលវាមានកម្រិតថវិកាប៉ុណ្ណេះចំពោះអេក្រង់វិញវាមានទំហំ8អ៊ីងហើយ resolution HD 1280គុណជាមួយនឹង800 pixel refresh rate 90Hz ហើយជាមួយនឹងកម្លាំងជះពន្លឺ350 nit សម្រាប់ការប្រើប្រាស់ទូទៅដូចជានៅក្នុងបន្ទប់ក្នុងផ្ទះហាងកាហ្វេវាអត់បញ្ហាទេប៉ុន្តែកម្លាំងពន្លឺប៉ុណ្ណេះវាមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់នៅក្រោមពន្លឺថ្ងៃឬ outdoor បាននោះទេខាងក្រៅហ្នឹងណាហើយបើតាក់ទងជាមួយនឹងការមើលបើសិនជាយើងមើលដាក់ចិត្តបែបនេះវាហាក់បីដូចជាឃើញក្របបន្តិចព្រោះដោយសារ resolution HD ទំហំ8អ៊ីងវាមិនតម្រូវជាមួយនឹងការមើលចិត្តដូចយើងមើលទូរស័ព្ទទេបើសិនជាយើងដាក់នៅលើតុចម្ងាយប្រហែលជា3តឹកពីភ្នែកយើងគឺមើលទៅវាម៉ត់ smooth រលូនល្អហើយវាអត់មានជាបញ្ហាទេចម្ងាយប្រហែលពី3តឹកពីភ្នែកយើងគឺច្បាស់ល្អហ្មងហើយក៏វាមិនសូវប៉ះពាល់ភ្នែកយើងដែរពេលដែលយើងមើលចង្ងាយប៉ុណ្ណឹងណាបើយើងមើលជិតពេកវាខូចភ្នែកយកមករៀនឬក៏ដើម្បីមើលឯកសារអញ្ចឹងវាអាចបើក file ដូចជា PDF Word Excel PowerPoint បានហើយក៏យើងអាចប្រើវាដើម្បីបញ្ចូលអត្ថបទបានដូចគ្នាដែរអាហ្នឹងបើសិនជាយើងថែម keyboard ឬក៏យើងចុចបញ្ចូលនៅលើហ្នឹងណាចំណុចនេះ software ដែលភ្ជាប់មកជាមួយហ្នឹងគឺ WPS Office ក្នុងកម្រិត tablet edition វាមិនមែនជា desktop ដូច computer ទេប៉ុន្តែយើងអាចប្រើវាដើម្បី
វាយបញ្ចូលឯកសារឬក៏មើលឯកសារអត្ថបទអស់ទាំងនឹងបានហ្នឹងគឺជាចំណុចគួរឲ្យចាប់អារម្មណ៍មួយក្នុងកម្រិត tablet ដែលមានតម្លៃត្រឹមតែ$129ហើយកម្រាស់របស់វាត្រឹមតែ 8.2 មីលីម៉ែត្រទេទម្ងន់របស់វាគឺ336ក្រាមប៉ុន្តែនៅក្នុងតម្លៃ$129 tablet នេះបានផ្ដល់នូវលក្ខណៈពិសេសមួយផ្សេងវិញគឺដោយសារមានទំហំ RAM រហូតដល់ 18GB ដែលមាន RAM Gold 6GB ហើយជាមួយនឹង RAM បន្ថែម 12GB ហើយបន្ថែមពីលើនឹងទៀតហ្នឹងក៏ផ្ដល់មកជាមួយនឹងទំហំ storage ធំ 256GB សម្រាប់ការផ្ទុកឯកសារការផ្ទុកវីដេអូបទចម្រៀងឬក៏ file ផ្សេងៗដែលយើងអាច copy ពីឧបករណ៍មួយទៅឧបករណ៍មួយទៀតបានព្រោះវាអាចដើរតួជំនួសជាមួយនឹងឧបករណ៍ចម្លងឯកសារបានដូចគ្នាដែរព្រោះដោយសារវាដំណើរការជាមួយនឹង Android ជំនាន់ទី15ហើយគាំទ្រជាមួយនឹង USB Type C អញ្ចឹងយើងអាច copy file ចេញចូលពីវាទៅវិញទៅមកជាមួយនឹង computer ក៏បានជាមួយនឹងឧបករណ៍ USB ដទៃទៀតក៏បានដែរហើយបន្ថែមពីលើនឹងទៀតមានចំណុចពិសេសមួយទៀតយើងអាចប្រើវាទៅលើមុខងារផ្សេងៗដូចជាការកម្សាន្តទៅលើ YouTube Facebook TikTok ឬក៏បើក website បានដូចគ្នាដែរចំពោះការបើក app នេះទៀតគឺផ្ដល់លក្ខណៈពិសេសមួយទៀតគឺយើងអាចប្រើ split screen មានន័យថាយើងអាចបើក app 2ក្នុងពេលតែមួយដូចជាការដែលយើងបើក website ហើយជាមួយនឹងកត់ note ឬក៏យើងបើក app ណាមួយជាមួយនឹង app ណាមួយទៀតដើម្បីជាភាពងាយស្រួលនៅក្នុងការមើលហើយនឹងកត់ត្រាក្នុងពេលតែមួយការបើក app 2ក្នុងពេលតែមួយនេះវាសម្រួលដល់ការងារមួយចំនួនដូចជាការដែលយើងបើក Zoom call ហើយជាមួយនឹងយើង save ឯកសារកត់ត្រាឯកសារក្នុងពេលទន្ទឹមគ្នានេះគឺជាចំណុចពិសេសដែលមុខងារនេះសំខាន់សម្រាប់ការរៀនសូត្រហើយជាមួយនឹងមុខងារការិយាល័យព្រោះពេលដែលយើងប្រជុំឬក៏យើងរៀន online ក៏យើងអាចកត់ត្រា note ក្នុងពេលតែមួយនឹងដូចគ្នាដែរនេះគឺជាចំណុចពិសេសមួយទៀតហើយចំពោះការប្រើប្រាស់ទូទៅវាក៏គាំទ្រជាមួយនឹង face login កាមេរ៉ាមុខក្រោយដែលមានទំហំ8 megapixel ដែរចំពោះកាមេរ៉ានេះគុណភាពមានន័យថាជាការប្រើប្រាស់ទូទៅធម្មតាវាមិនមែនជាលក្ខណៈ tablet តម្រូវជាមួយនឹងការថតហើយមានការ edit បែប AI បន្ថែមពីលើការថតរបស់យើងនោះទេនេះគឺជាអ្វីដែលយើងត្រូវដឹងដូចគ្នាដែរហើយកន្លែងដោតរុនកាសនៅនេះអញ្ចឹងពេលដែលយើងកាន់វាអត់ទឹះកាន់ទៅវាអត់ទឹះដៃយើងទេឃើញទេហើយរុនចាក់ SIM នៅកន្លែងនេះហើយចំពោះ USB Type C វានៅខាងនេះដែរអញ្ចឹងវាជួយសម្រួលដល់ការដែលយើងកាន់វាអត់ទឹះបើយើងកាន់យ៉ែអញ្ចឹងវាទុកប្រឡោះឲ្យខ្សែសាកហ្នឹងចេញមកក្រៅអញ្ចឹងណាបាទប៉ុន្តែត្រង់ចំណុចដែលខ្ញុំនិយាយពីរឿង AI មិញដោយសារវាជា tablet ដែលដំណើរការ full Google service ឬក៏ app ផ្សេងទៀតពី Play Store អញ្ចឹងក៏យើងអាចដំណើរការជាមួយនឹង application មុខងាររបស់ AI ដូចជា DeepSeek R1 ឬក៏ Google Gemini ក៏ដូចគ្នាជាមួយនឹង ChatGPT ឬក៏ application AI ផ្សេងទៀតដែលអាចដំណើរការឬក៏យើងអាច download ចេញពី Play Store ផ្ទាល់នឹងតែម្ដងតើប្រាសាទអង្គរវត្តសាងសង់នៅឆ្នាំណាដោយព្រះមហាក្សត្រខ្មែរអង្គណានេះឃើញទេបង្ហាញលើនឹងអស់ហើយមុខងារ AI ហើយនៅពេលដែលយើងទិញមកតែម្ដងហ្នឹងគឺរូបរាងរបស់វាភ្ជាប់មកជាមួយនឹងជើងមួយស្រេចដែលយើងអាចដាក់វាដើម្បីទប់ឬក៏ដាក់បញ្ឈរ tablet ហ្នឹងហើយចំពោះជើងនេះក៏យើងអាចដកចេញបានដែរព្រោះពេលខ្លះយើងអត់ចង់ដាក់បញ្ឈរយើងចង់ងាយស្រួលក្នុងការយកតាមអញ្ចឹងណាគឺយើងដកជើងនឹងចេញតែម្ដងហើយនៅក្នុងប្រអប់ទិញមកក៏មាន case ភ្ជាប់មកជាមួយក៏មានមកជាមួយនឹងប៊ិចមួយទៀតដែរវាជាប្រភេទប៊ិចកសួរដែលដើរតួជំនួសជាមួយនឹងម្រាមដៃយើងប៉ុន្តែយើងអាចប្រើជាមួយនឹងការគូការ click ការចុចទៅលើ application icon អីផ្សេងបានអញ្ចឹងវាសម្រួលដល់កន្លែងដែលចុចនឹងទូចអញ្ចឹងដៃយើងវាអាចធំពេកអញ្ចឹងណាយើងអាចប្រើជាមួយនឹងប៊ិចបានជំនួសវិញចំពោះកាមេរ៉ារបស់វាដែលមានទំហំ8 megapixel ហ្នឹងក៏អាចគ្រប់គ្រងជាមួយនឹងការថតវីដេអូក្នុងកម្រិត Full HD បានដែរ 1080p អញ្ចឹងក្នុងកម្រិត resolution ប៉ុណ្ណេះវាប្រើដើម្បីជំនួសបន្ថែមទៅលើមុខងារដូចជា Zoom call ឬក៏ Messenger call Telegram call អីដែលយើងបង្ហាញជាវីដេអូបានដូចគ្នាអញ្ចឹងនេះគឺជាលក្ខណៈពិសេសផ្សេងហើយបន្ថែមទៅលើភាពងាយស្រួលហ្នឹងដើម្បីកុំឲ្យស្មុគស្មាញច្រើនពេលដែលទិញមកគឺភ្ជាប់ជាមួយនឹង accessory ផ្សេងដូចជាមាន case ហើយជាមួយនឹងអេក្រង់ការពារដែលទប់ជាមួយនឹងការឆ្កូតហ្នឹងហើយស្រេចដោយដោះបន្ទុកមិនបាច់ចាំយើងទៅទិញអីផ្សេងបន្ថែមទៀតច្រើនទេតែប៉ុណ្្នឹងគឺគ្រប់មកកញ្ចប់ដើម្បីរៀនក៏បានយកមកការកម្សាន្តក៏បានយកមកសម្រាប់ការងារក៏បានដែរនេះគឺ Blackview Zeno ចំនួនទី1ធូរថ្លៃប្រើបានទៅលើមុខងារដែលខ្ញុំបានរៀបរាប់បាញ់មិញសង្ឃឹមថាព័ត៌មានបាញ់មិញផ្ដល់នៅចំណុចសំខាន់មុននឹងយើងធ្វើការសម្រេចចិត្តទិញ tablet model នេះព្រោះយើងត្រូវដឹងថា model ធូរថ្លៃវាតែងតែមានចំណុចដែលល្អហើយជាមួយនឹងចំណុចមួយចំនួនទៀតដែលយើងត្រូវលះបង់បើសិនជាយើងប្រើវាក្នុងការរៀនសូត្រប្រើវាដើម្បីក្នុងការមើល website ផ្សេងវាមិនជាបញ្ហាទេតែបើយើងចង់មកទិញតែបើយើងចង់ប្រើវាដើម្បីមុខងារ game ធំគឺវារត់អត់ទាន់ដល់កម្លាំងប៉ុណ្្នឹងទេអត់បានទេបាទប៉ុណ្ណឹង